អញ្ញាធិស្រុកព្រៃនប់គាំទ្រនិងជំរុញដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងមូលដ្ឋានដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារមីជាតិស្នាដៃខ្មែររសជាតិខ្មែរវិតាឆ្លុះបញ្ចាំងពីឧត្តមភាពលោកអ៊ីធីរិនអភិបាលស្រុកព្រៃនប់បានឲ្យដឹងថាក្នុងស្រុកព្រៃនប់មានចំការជាច្រើនកន្លែងក៏ប៉ុន្តែសម្រាប់ចំការទុរេននិងសាវម៉ាវនៅក្នុងឃុំសំរងស្រុកព្រៃនប់គឺមានផ្ទៃដីធំជាងគេរហូតដល់ទៅជាង20ហិកតាដែលបាននឹងកំពុងទទួលផលជាបណ្ដាលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នក្នុងនាមអាជ្ញាធរស្រុកលោកគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យកសិកម្មនៅក្នុងស្រុកព្រៃនប់និងសូមឲ្យប្រជាពលរដ្ឋដែលមានដីកុំទុកដីចោលទំនេរសូមដាំដំណាំដែលអាចដាំបានទាំងទុរេនសាវម៉ាវទាំងបន្លែជីគ្រប់ប្រភេទនៅក្នុងដីរបស់ខ្លួនដើម្បីបង្កើនសេដ្ឋកិច្ចនៅក្នុងគ្រួសារកាន់តែប្រសើរឡើងលើសពីនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មដែលបានជ្រើសរើសមន្ត្រីកសិកម្មប្រចាំឃុំដើម្បីឲ្យពួកគាត់ជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាក់ស្ដែងតែម្ដងដោយឡែកលោកអ៊ុំថុងសេដ្ឋាដែលជាម្ចាស់ចំការទុរេននិងចំការសាវម៉ាវនៅក្នុងឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុក៏បានលើកឡើងអំពីបច្ចេកទេសការដាំនិងការថែទាំទុរេននិងសាវម៉ាវដើម្បីឲ្យមានការលូតលាស់ល្អនិងទទួលបានទិន្នផលខ្ពស់លោកអ៊ុំម្ចាស់ចំការក៏បានឲ្យដឹងបន្ថែមថាចំការរបស់គាត់មានផ្ទៃដីជាង20ហិកតាដែលមានទុរេនចំនួន1000ដើមនិងសាវម៉ាវ600ដើមដែលបច្ចុប្បន្នទុរេនទទួលបានទិន្នផលជាង20តោនក្នុងមួយឆ្នាំមានការថយចុះជាងឆ្នាំមុនបន្តិចដោយសារអាកាសធាតុសម្រាប់ទុរេនដែលទទួលបានផលមានប្រមាណជា400ដើមនៅក្នុងឆ្នាំនេះដោយឡែកសម្រាប់ទីផ្សារគឺមានភាពងាយស្រួលដោយសារមានអតិថិជនមកចាំទិញដល់ចំការតែម្ដងដូចនេះដើម្បីបង្កើនជីវភាពក្នុងគ្រួសារដោយលោកអភិបាលស្រុកព្រៃនប់បានលើកឡើងហើយថាសូមឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ទាំងអស់កុំទុកដីទំនេរចោលត្រូវដាំដំណាំរួមផ្សំដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងផងដែរវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់